សូមអរឲ្យការប្រែងហើយថាគ្រូបង្រៀនអស់សង្ឃឹមចង់បោះបង់អាជីពចោលមានគ្រូបង្រៀនជាច្រើនជាពិសេសគ្រូក្មេងៗដែលមានសមត្ថភាពបានសម្រេចចិត្តលាឈប់ពីក្របខ័ណ្ឌឬបាត់បង់ចំណង់ចំណូលចិត្តក្នុងការបង្រៀនបញ្ហានេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាជារឿងប្រព័ន្ធនិងសម្ពាធសង្គមដែលបានចាក់ស្រេះយ៉ាងជ្រៅសុវត្ថិមិនបានបន្ទោសនរណាម្នាក់ឬស្ថាប័នណាមួយទេគ្រាន់តែចង់ឲ្យលោកអ្នកបានដឹងពីទុក្ខលំបាកខ្លះៗរបស់គ្រូបង្រៀនដែលមនុស្សភាគច្រើនមិនសូវដឹងទោះបីជាប្រាក់បៀវត្សគ្រូបង្រៀនមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងកាលពី10ឆ្នាំមុនប៉ុន្តែវានៅតែមិនទាន់ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែងតុល្យភាពចំណូលនិងចំណាយតម្លៃទំនិញលើទីផ្សារថ្លៃផ្ទះជួលនិងថ្លៃសេវាផ្សេងៗបានហក់ឡើងខ្ពស់ជាងកំណើនប្រាក់ខែគ្រូបង្រៀនដែលមានគ្រួសារពិបាកនឹងរស់នៅតែលើប្រាក់ខែរដ្ឋតែមួយមុខដោយគ្មានមុខរបរបន្ថែមបច្ចុប្បន្នមានការរឹតបន្តឹងលើការបង្រៀនគួរបង្រៀនបន្ថែមដែលកាលពីមុនជាប្រភពចំណូលធំមួយរបស់គ្រូនៅពេលដែលចំណូលបន្ថែមនេះបាត់បង់ខណៈប្រាក់ខែរដ្ឋមិនទាន់គ្រប់គ្រាន់គ្រូបង្ខំចិត្តទៅរកការងារឯកជនឬលក់ដូរអនឡាញដែលនាំឲ្យបាត់បង់ការផ្ដោតអារម្មណ៍លើការបង្រៀនគ្រូបង្រៀនបច្ចុប្បន្នត្អង់ត្អាថាពួកគាត់ចំណាយពេលលើក្រដាសស្នាមច្រើនជាងការត្រៀមកិច្ចតែងការបង្រៀនទៅទៀតការបំពេញទម្រង់បែបបទផ្សេងៗការធ្វើផានការសកម្មភាពនិងការងាររដ្ឋបាលដែលតម្រូវដោយសាលានិងមន្ទីរមានច្រើនស្អែកស្កះកិច្ចកម្មឬការងារសហគមន៍ផ្សេងៗដែលធ្វើឲ្យពួកគាត់មិនមានពេលវេលាសម្រាកនិងអភិវឌ្ឍសមត្ថភាពបង្រៀនរបស់ខ្លួនក្នុងបរិបទសង្គម Digital គ្រូបង្រៀនហាក់រងសម្ពាធខ្លាំងពីសំណាក់មហាជនការរំពឹងទុកខ្ពស់ពេកមាតាបិតាមួយចំនួនបានទម្លាក់បន្ទុកអប់រំកូនទាំងស្រុងមកលើគ្រូនៅពេលកូនរៀនខ្សោយឬមានអាកប្បកិរិយាមិនល្អពួកគាត់ច្រើនតែបន្ទោសគ្រូឬសាលាជាងសហការគ្នាជាវិញការប្រមាថលើបណ្ដាញសង្គមរាល់កំហុសឆ្គងបន្តិចបន្តួចរបស់គ្រូជួនកាលត្រូវបានគេថតបង្ហោះនិងរិះគន់ជួនពន្លិចដោយមិនមានការយោគយល់ដែលធ្វើឲ្យគ្រូបាត់បង់ទំនុកចិត្តនិងកិត្តិយសក្នុងអាជីពឥរិយាបថរបស់អ្នកគ្រប់គ្រងសាលានាយកឬនាយិកាដើរតួនាទីយ៉ាងសំខាន់បាក់ពូកនិយមការឲ្យរង្វាន់លើកទឹកចិត្តជួនកាលមិនផ្អែកលើសមត្ថភាពពិតប្រាកដប៉ុន្តែផ្អែកលើភាពជិតស្និទ្ធនឹងអ្នកមានអំណាចឬលង់ជឿតែព័ត៌មានបុគ្គលពូកែតែសម្ដែងយកចិត្តទុកដាក់កង្វះការគាំទ្រនៅពេលគ្រូជួបបញ្ហាជាមួយសិស្សឬឪពុកម្ដាយនាយកនាយិកាខ្លះមិនឈរខាងគ្រូដើម្បីការពារយុត្តិធម៌ឡើយប៉ុន្តែបែរជាបន្ទោសគ្រូដើម្បីតែរក្សារូបភាពសាលាទៅវិញការអប់រំ Digital ទាមទារឲ្យគ្រូមានសមត្ថភាពខ្ពស់លើបច្ចេកវិទ្យាគ្រូត្រូវបានជំរុញឲ្យប្រើបច្ចេកវិទ្យាប៉ុន្តែសាលារៀនជាច្រើននៅតាមជនបទមិនមានអ៊ីនធឺណិតឬកុំព្យូទ័រគ្រប់គ្រាន់គ្រូត្រូវចំណាយលុយផ្ទាល់ខ្លួនដើម្បីទិញសម្ភារៈទាំងនោះដែលកាន់តែបន្ថែមបន្ទុកហិរញ្ញវត្ថុសិស្សលែងស្ដាប់គ្រូក្នុងសង្គមបច្ចុប្បន្នសិស្សខ្លះចរិតធំជាងស្ដេចទៅទៀតក្អេងក្អាងឆ្លើយឌឺបង្រៀនលែងស្ដាប់ណែនាំលែងជឿដោយនិយាយជាមួយដុំថ្មភ្នំជាមូលហេតុដែលធ្វើឲ្យគ្រូបាក់ចិត្តជាខ្លាំងឥរិយាបថរបស់នាយកឬនាយិកាដែលមិនគួរអនុវត្តចំពោះគ្រូបង្រៀន 1. ការប្រើគ្រូឲ្យធ្វើការងារលឿនពីតួនាទីគ្រូបង្រៀនគឺជាវិជ្ជាជីវៈជាន់ខ្ពស់ដែលត្រូវការជំនាញច្បាស់លាស់ក្នុងការអភិវឌ្ឍសិស្សការបញ្ជាឲ្យធ្វើការងារផ្ទាល់ខ្លួនឬការងារបន្តផ្សេងគឺជាការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូផលប៉ះពាល់ធ្វើឲ្យគ្រូអស់ជំនឿលើអ្នកដឹកនាំនិងមានអារម្មណ៍ថាខ្លួនគ្រាន់តែជាឈ្នួលជាងវិស្វករបង្រៀនដែលនាំឲ្យការលាក់បង់ក្នុងការបង្រៀនមានការថយចុះដោយស្វ័យប្រវត្តិ 2. ការរើសអើងនិងកង្វះសមភាពការលំអៀងទៅខាងភាគីណាមួយមិនមានភាពអភិយទល់និងការផ្ដោតផលប្រយោជន៍ដល់តែក្រុមមនុស្សជិតស្និទ្ធផលប៉ះពាល់បង្កើតឲ្យមានបរិយាកាសពុលគ្រូដែលខិតខំធ្វើការតែមិនជិតស្និទ្ធនឹងអ្នកគ្រប់គ្រងនឹងមានអារម្មណ៍អស់កម្លាំងចិត្តនិងអាចឈានទៅដល់ការឈប់ពីការងារ 3. ការប្រកាន់យកមតិខ្លួនជាធំមិនទទួលស្ដាប់មតិយោបល់និងបិទឱកាសក្នុងការទទួលយកទស្សនៈថ្មីៗពីគ្រូក្នុងយុគសម័យបច្ចុប្បន្នដែលការអប់រំត្រូវការនុវត្តការដែលអ្នកដឹកនាំនៅតែប្រកាន់ជាប់នៅផ្នែកគំនិតចាស់នឹងធ្វើឲ្យសាលារៀនដើរថយក្រោយផលប៉ះពាល់គ្រូដែលមានគំនិតច្នៃប្រឌិតមិនហ៊ានបញ្ចេញគំនិតថ្មីពីព្រោះខ្លាចមានកំហុសឬទោះបីជាបញ្ចេញមតិក៏មិនទទួលបានការទទួលស្គាល់ដែលធ្វើឲ្យគុណភាពអប់រំនឿយត្រង់ 4.
ការប្រើពាក្យសម្ដីប្រមាថមើលងាយនិងមិនអោយកិត្តិយសការនិយាយឌឺបងបញ្ឈឹតបញ្ជាងមើលងាយឬការលេងសើចក្នុងន័យអវិជ្ជមានឥរិយាបថនេះអាចរាប់បញ្ចូលទាំងការពៀតបៀនតាមពាក្យសម្ដីនិងការធ្វើបាបផ្លូវចិត្តក្នុងកន្លែងធ្វើការដែលផ្ទុយស្រក់ឡាយពីក្រមសីលធម៌វិជ្ជាជីវៈផលប៉ះពាល់បំផ្លាញសុខភាពផ្លូវចិត្តរបស់គ្រូបង្កើតបរិយាកាសភ័យខ្លាចនិងជាគំរូមិនល្អដល់សិស្សានុសិស្សនិងមាតាបិតា 5. ការដាក់បន្ទុកការងារច្រើនហួសប្រមាណការបញ្ជាឲ្យធ្វើការងារដោយមិនគិតពីពេលវេលាធ្វើការធម្មតារហូតប៉ះពាល់ដល់ពេលរៀបចំការបង្រៀនឬពេលសម្រាកគ្រូមានភារកិច្ចរាប់អាសត្រូវធំខ្ពស់ទាំងក្នុងនិងក្រៅថ្នាក់រៀនប្រសិនបើត្រូវរៀបចំការងាររដ្ឋបាលឬសកម្មភាពផ្សេងៗដែលលើសលប់នឹងធ្វើឲ្យប្រសិទ្ធភាពបង្រៀនធ្លាក់ចុះដោយស្វ័យប្រវត្តិផលប៉ះពាល់ពេលវេលារបស់សិស្សត្រូវបាត់បង់នៅពេលដែលគ្រូត្រូវយកពេលបង្រៀនទៅធ្វើការឯកសារគម្រោងឬសកម្មភាពផ្សេងៗទៀតដែលអ្នកដឹកនាំចង់បានដើម្បីតែស្នាដៃផ្ទាល់ខ្លួនអ្នកដឹកនាំសាលារៀនក្នុងសម័យថ្មីគួរតែផ្ដួលតួនាទីពីអ្នកបញ្ជាមកជាអ្នកសម្របសម្រួលដោយផ្ដោតទៅលើ Empathy ស្វែងយល់និងយល់ចិត្តចំពោះការលំបាករបស់គ្រូ Equity គ្រប់គ្រងការងារដោយទម្លាក់និងយុត្តិធម៌ Empowerment លើកទឹកចិត្តឲ្យគ្រូមានចំណែកក្នុងការសម្រេចចិត្តនិងអភិវឌ្ឍសាលារួមគ្នាការអភិវឌ្ឍការអប់រំប្រកបដោយចីរភាពត្រូវចាប់ផ្ដើមពីមានគ្រូដែលបានមើលថែដោយសមរម្យនិងមានកិត្តិយសក្នុងកម្លៃធ្វើការប្រសិនបើម៉ាស៊ីនផលិតធនធានមនុស្សគ្រូបង្រៀនចាប់ផ្ដើមអស់ថាមពលនិងចង់ឈប់សម្រាកវានឹងក្លាយទៅជាវិបត្តិដ៏ធំសម្រាប់អនាគតប្រទេសជាតិដើម្បីដោះស្រាយបញ្ហានេះសង្គមខ្មែរត្រូវផ្ដល់តម្លៃឲ្យពិតប្រាកដមិនមែនត្រឹមតែពាក្យសម្ដីប៉ុន្តែតាមរយៈការផ្ដល់សិទ្ធិអំណាចនិងគោរពសេចក្តីថ្លៃថ្នូររបស់គ្រូកាត់បន្ថយការងាររដ្ឋបាលទុកឲ្យគ្រូមានពេលបង្រៀននិងស្រាវជ្រាវឲ្យបានពេញលេញពង្រឹងយុត្តិធម៌ក្នុងស្ថាប័នលុបបំបាត់វប្បធម៌ខ្សែស្រឡាយក្នុងសាលាពង្រឹងសមត្ថភាពនិងកែប្រែសាលារៀនឲ្យទាន់សម័យនាយកឬនាយិកាគ្រូត្រូវតែអភិវឌ្ឍខ្លួនជានិច្ចពីព្រោះប្រសិនបើនៅតែមានគំនិតចាស់គំរាលធ្វើដដែល10-20ឆ្នាំនៅតែដដែលធនធានមនុស្សមានចំណេះដឹងទំពាងស្នងរស័យក្នុងសង្គមជាតិខ្មែរមិនអាចរីកចម្រើនតាមទាន់ពិភពលោកខាងក្រៅបានឡើយគ្រូបង្រៀនមានសុភមង្គលទើបសេះមានពន្លឺ